បាទសូមគោរពនឹងជំរាបសួរអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនទាំងអស់ជាទីគោរពជាទីរាប់អានខ្ញុំបាទលោកគ្រូសនប៊ុនសូមធ្វើការពន្យល់នៅការចែករកដួងកែវសេះដើម្បីធ្វើការចាប់យកមុខរបរអាជីពនិងមុខវិជ្ជារៀនសូត្រដើម្បីឲ្យមានជោគជ័យមានទ្រព្យច្រើននិងជោគជ័យក្នុងឆាកជីវិតចឹងដែរមុននឹងធ្វើការចែករកដួងកែវនោះយើងត្រូវរកនៅជលសក្ការៈដើម្បីធ្វើការចែករកដួងសេះបាទក្នុងនោះដែរគឺយើងបានកំណត់ដោយឆ្នាំទាំង12ដែលមានឆ្នាំកំណើតកើតនៅឆ្នាំដូចជាឆ្នាំជូតកើតនៅឆ្នាំ1984ឆ្នាំឆ្លូវកើតនៅឆ្នាំ1949ឆ្នាំខាលកើតនៅឆ្នាំ1998ឆ្នាំថោះកើតនៅឆ្នាំ1963ឆ្នាំរោងកើតនៅ2012ឆ្នាំម្សាញ់កើតនៅឆ្នាំ1977ឆ្នាំមមីកើតនៅឆ្នាំ2026ឆ្នាំមមែកើតនៅឆ្នាំ1991ឆ្នាំវើកកើតនៅឆ្នាំ1956ឆ្នាំរកាកើតនៅឆ្នាំ2005ឆ្នាំចកើតនៅឆ្នាំ1970ឆ្នាំកុលកើតនៅឆ្នាំ2019ចឹងដែរឆ្នាំដែលបានរៀបរាប់ខាងលើនេះគឺជាឆ្នាំដែលយើងចាត់ទុកថាជាដួងកែវសេះ2ឬគេហៅថាដួងកែវភាសាអ្នកភាសាដួងកែវនេះដែរយើងពិនិត្យឃើញថាផ្កាយដែលមានពន្លឺខ្លាំងរឹងមាំនោះមានផ្កាយអាទិត្យស្ថិតនៅលើផ្ទះទួងជ័យផ្កាយពុទ្ធស្ថិតនៅលើផ្ទះរណ្ដៅទ្រពផ្កាយសៅរ៍ស្ថិតនៅលើផ្ទះរាជាផ្កាយសុក្រស្ថិតនៅលើផ្ទះអធិបតីអញ្ចឹងផ្កាយទាំង4ដួងនេះគឺមានកម្លាំងខ្លាំងរឹងមាំយើងអាចធ្វើការរកស៊ីចាប់យកអាជីពដែលពាក់ព័ន្ធនឹងផ្កាយចំនួន4ដួងនេះហើយយើងជៀសនៅផ្កាយដែលមិនសូវមានពន្លឺមានកម្លាំងខ្សោយមានផ្កាយអាទិត្យស្ថិតនៅលើផ្ទះភាំងកៈបែកបាក់ពុភ័យផ្កាយអង្គារស្ថិតនៅលើផ្ទះពោតិស្អុយរលួយផ្កាយពហុស្ថិតនៅលើផ្ទះមរណៈសេចក្តីស្លាប់និងជំងឺអញ្ចឹងយើងជៀសវាងនៅផ្កាយទាំង3នេះដែលមិនសូវមានពន្លឺហើយយើងមិនត្រូវចាប់យកនៅមុខវិជ្ជាឬក៏អាជីពដែលធ្វើឲ្យល្អដល់ដួងកែវយើងបាទ3ផ្កាយនេះមិនល្អទេអញ្ចឹងដែរលោកអ្នកអាចជ្រើសរើសនៅក្នុងឯកសារដែលខ្ញុំបានសរសេរនៅក្នុងឯកសារ PDF នេះមានរហូតដល់7ទំព័រអញ្ចឹងពុកម៉ែបងប្អូនអាចចូលទូទាយអាចឃើញហើយនៅក្នុងនោះមានអាជីពតាមផ្កាយនីមួយៗដែលខ្ញុំបានសរសេរពាក់ព័ន្ធនឹងមុខវិជ្ជារៀនសូត្រហើយនឹងការរកស៊ីចាប់យកអាជីពឲ្យត្រូវទៅតាមដួងកែវកំណើតយើងនេះបាទចឹងដែរខ្ញុំបាទគួរមិនរៀបរាប់អីវែងឆ្ងាយទេលោកអ្នកអាចមើលលម្អិតនៅក្នុងឯកសារនេះបាទសូមគោរពថ្លែងអំណរគុណដល់អាយដាមលោកជំទាវដែលបានធ្វើការទូទាយបាទសូមអរគុណជំរាបលា